តាមការផ្សាយរបស់ Global Times កាលពីថ្ងៃអង្គារទី23ខែធ្នូឆ្នាំ2025ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យថៃឈប់បាញ់កម្ពុជាជាបន្ទាន់សេចក្តីថ្លែងការណ៍នោះបានដកស្រង់សម្ដីប្រេសិតពិសេសតេងស៊ីជុងបាននិយាយក្រោយពីជួបនាយករដ្ឋមន្ត្រីថៃអនុទិនឆាវរគុលរដ្ឋមន្ត្រីការពារជាតិថៃលោកផាត់ថាភុងណាផានីអគ្គមេបញ្ជាការរងកងទ័ពថៃយូគ្រីប៊ុនតាណុននិងអគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃលោកអ៊ីតស៊ីរីភីថាវីស៊ីថាចិនព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងមានការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់អាយុជីវិតនិងការភៀសសឹករបស់ពលរដ្ឋដែលបង្កឡើងដោយជំនួសនេះអត្ថិភាពបន្ទាន់បំផុតនៅពេលនេះគឺត្រូវសម្រេចឲ្យបាននៅប័ណ្ណឈប់បាញ់ជាបន្ទាន់បញ្ឈប់ការប្រយុទ្ធគ្នានិងបន្តកិច្ចសន្ទនាឡើងវិញដោយដោះស្រាយវិវាទព្រំដែនតាមរយៈមធ្យោបាយសន្តិវិធីក្រសួងបានបន្តថាចិនគាំទ្រដល់ខិតខំប្រឹងប្រែងសម្រុះសម្រួលដោយអាស៊ាននិងគាំទ្រតួនាទីដ៏សំខាន់បេសកកម្មអ្នកអង្កេតការណ៍អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់ចិនត្រៀមខ្លួនជាស្រេចក្នុងការជួយបង្កើតលក្ខខណ្ឌនិងផ្ដល់វេទិកាកិច្ចសន្ទនានិងការចរចារវាងភាគីទាំងពីរកាលពីចុងសប្តាហ៍នៅទីក្រុងភ្នំពេញប្រេសិតចិនរូបនេះក៏បានអះអាងពីការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការសម្រេចឲ្យបានឆាប់រហ័សនៅបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃផងដែរលោកតេងបញ្ជាក់ជាថ្មីថាចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជានិងថៃដើម្បីវិលទៅរកការដោះស្រាយជម្លោះដោយសន្តិវិធីប្រេសិតចិនបានសង្កត់ធ្ងន់ថាក្នុងនាមជាមិត្តរបស់កម្ពុជានិងថៃទីក្រុងប៉េកាំងត្រៀមខ្លួនចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងទាំងអស់ដែលមានគោលបំណងសម្រេចបទឈប់បាញ់ដោយគ្មានបង្អែកបង្អង់និងការវិលត្រឡប់ទៅរកការសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ